យោធាថៃបានប្រកបប្រកាសឲ្យកងទ័ពជើងទឹកត្រៀមខ្លួនប្រយុទ្ធទប់ទល់គ្រប់ស្ថានភាពនៅតាមព្រំដែនដោយទីក្រុងបាងកកចោទថាកម្ពុជាកំពុងចាត់ឡាត់កងទ័ពនៅជិតខេត្តត្រាតរបស់ថៃមានព្រំប្រទល់ជាប់ខេត្តពោធិ៍សាត់និងកោះកុងរបស់កម្ពុជាសារព័ត៌មានថៃ The Nation រាយការណ៍នៅល្ងាចថ្ងៃទី22ខែឧសភាឆ្នាំ2026ថាមេបញ្ជាការកងទ័ពជើងទឹកថៃលោកផៃរតហ្វួងច័ន្ទនិយាយថាកងទ័ពជើងទឹកថៃបានត្រៀមកម្លាំងប្រយុទ្ធកម្លាំងល្បាតរួចរាល់ហើយក៏កំពុងតែធ្វើសម្ពយុទ្ធជាប្រចាំដើម្បីឆ្លើយតបហានិភ័យសន្តិសុខក្នុងទឹកដីរបស់ខ្លួនលោកហ្វួងច័ន្ទបញ្ជាក់ទៀតថាកងទ័ពថៃបានហ្វឹកហាត់ដោយប្រើអាវុធពិតប្រតិបត្តិការជំនះប្រជាជននិងការដាក់ពង្រាយកម្លាំងនៅតំបន់ព្រំដែននិងឆ្នេរសមុទ្រដែលត្រូវការឃ្លាំមើលខ្ពស់លោកថាថៃកំពុងតែតាមដានការចាត់ឡាត់កងទ័ពរបស់កម្ពុជានៅតំបន់ព្រំដែនជាប់ខេត្តត្រាតការចោទប្រកាន់នេះកើតឡើងក្នុងថ្ងៃតែមួយដែលក្រសួងការពារជាតិកម្ពុជាចេញសេចក្តីថ្លែងការណ៍បដិសេធការចោទប្រកាន់របស់ភាគីថៃថាមានការបាញ់កាំភ្លើងនៅតំបន់ភ្នំបាក់ខេត្តឧត្តរមានជ័យអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រីម៉ាលីសុជាតាបានចាត់ទុកការចោទប្រកាន់របស់ភាគីថៃថាជាព័ត៌មានមិនពិតនិងបំភ្លៃដែលមានបំណងបង្កភាពច្របូកច្របល់និងធ្វើឲ្យស្ថានភាពតានតឹងក្រសួងការពារជាតិលើកឡើងថាការផ្សព្វផ្សាយព័ត៌មានបែបនេះពីសំណាក់យោធានិងប្រព័ន្ធផ្សព្វផ្សាយថៃកំពុងបំផ្លាញទំនុកចិត្តដែលភាគីទាំងពីរបានកសាងតាមយន្តការទ្វេភាគីនិងបានអំពាវនាវឲ្យភាគីថៃគោរពកិច្ចព្រមព្រៀងរួមស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានคล้ายៗដែលបានចុះហត្ថលេខាកាលពីចុងឆ្នាំ2025